សួស្តីបងប្អូនថ្ងៃនេះយើងនិយាយពីលក្ខណៈមេយត្តចឹងលោកមានអង្កត់ AB មួយសំណួរលោកចង់សួរថាតើយើងគូររង្វង់បានចំនួនប៉ុន្មានដើម្បីឲ្យកាត់តាមចំណុច A ផងហើយកាត់តាម B ផងរង្វង់នីមួយដែលយើងគូរហ្នឹងតែឲ្យកាត់តាម A ផង B ផងរង្វង់1ផ្ចិត1រង្វង់2ផ្ចិត2មិនចឹងតើផ្ចិតនៃរង្វង់នីមួយបើសិនជាមានច្រើនតើផ្ចិតរបស់វាស្ថិតនៅត្រង់ណាចឹងចម្លើយតែយើងធ្វើដូចនេះចឹងជាចម្លើយលោកផ្ដល់ឲ្យគឺយើងត្រូវទី1យើងត្រូវដៅចំណុចកណ្ដាលនៃកត់ AB នឹងសិនបន្ទាប់មកយើងគូបន្ទាត់មួយកែងទៅនឹងកត់ AB ត្រង់ចំណុច C បន្ទាត់នោះគេហៅថាបន្ទាត់មេយត្តនៃអង្កត់ AB ចឹងបើបងប្អូនចង់គូររង្វង់ឲ្យកាត់តាមចំណុច A ផងនិង B ផងចឹងយើងអាចគូររង្វង់បានច្រើនចឹងផ្ចិតរបស់វាគឺស្ថិតនៅលើបន្ទាត់មេយត្តនឹងឯងគឺស្ថិតនៅលើបន្ទាត់មេយត្តនេះយើងដៅចំណុចមួយគឺយើងបានផ្ចិតនៃរង្វង់មួយដៅនៃចំណុចមួយយើងបានផ្ចិតនៃរង្វង់មួយអញ្ចឹងបងអូនដៅនៅលើបន្ទាត់នេះបានរង្វង់បានចំណុចជាច្រើនរាប់អស់អញ្ចឹងយើងក៏បានរង្វង់ជាច្រើនរាប់អស់ដូចគ្នាដោយចំណុចនីមួយនោះមានប្រវត្តិចំណុចនីមួយនោះវាមានចម្ងាយទៅចុងអង្កត់ A ទៅចុងអង្កត់ AB ហ្នឹងទៅ A ហើយនឹងទៅ B ហ្នឹងគឺចម្ងាយវាស្មើគ្នាឧទាហរណ៍រូដៅចំណុចD មួយចាស់ពេលដែលរូដៅចំណុច D អញ្ចឹងចម្ងាយពី D ទៅ A និង D ទៅ B គឺចម្ងាយរបស់វាគឺស្មើគ្នាបើយើងដៅបន្តដៅចំណុច E ទាំងចម្ងាយពី E ទៅ A ស្មើនឹងពី E មក B បើយើងបន្តដៅចំណុច F នោះយើងនឹងបានចម្ងាយពី S ទៅ A ស្មើ S មក B អញ្ចឹងបើយើងនៅបន្តដៅយើងនឹងបានចម្ងាយរបស់វាស្មើគ្នាបាទដោយរូបដែលគូនេះចឹងចម្ងាយទាំងអស់ហ្នឹងគឺវាស្មើគ្នាពីចំណុចដែលយើងដៅទៅចុងកត់បើវាស្មើគ្នាអញ្ចឹងវាคล้ายទៅជាកម្មនៃរង្វង់ដែលមានដែលចំណុចដែលយើងដៅហ្នឹងគឺជាផ្ចិតឧទាហរណ៍រង្វង់នេះគឺជារង្វង់ដែលមានផ្ចិត D អញ្ចឹងកម្មរបស់វាគឺ DA កម្មរបស់វាគឺ DA អញ្ចឹងយើងគូរង្វង់ទៅកាត់តាម A ផងកាត់តាម B ផងកាត់តាម A ផងកាត់តាម B ផងដោយសារតែ DB ហើយនិង DA នេះវាស្មើគ្នាចុះបើចំណុចផ្សេងទៀតនេះជារង្វង់ផ្ចិត E អញ្ចឹងពី E ទៅ A ស្មើនឹងពី E មក B អញ្ចឹងរង្វង់នេះគឺកាត់ A ផង B ផងព្រោះនេះជាកម្មអញ្ចឹងបើយើងបន្តដៅទៀតបើយើងបន្តគូទៀតវានឹងកាត់ A ផង B ផងដូចគ្នានេះជារង្វង់ផ្ចិត C អញ្ចឹង CA ហើយនឹង CB ក៏ស្មើគ្នាដែរអញ្ចឹងវាដើរតួជាកម្ម AC នេះគឺដើរតួជាផ្ចិតនេះជារង្វង់ផ្ចិត F រង្វង់ផ្ចិត S គឺមានកម្មរបស់វាគឺ FA ហើយនឹង FB FA និង FB តមកទៀតយើងគូសរង្វង់ផ្ចិត G ម្ដងអញ្ចឹងរង្វង់ផ្ចិត G យើងគូ
កាត់តាមចំណុច A និង B ដែរអញ្ចឹង GA GB ជាកម្មតបមកទៀតគឺយើងគូសរង្វង់ចិត្ត C ចិត្ត A សំទោសចិត្ត A ចិត្ត A គឺយើងមានកម្ម HA និង HB ជាកម្មហើយមានចម្ងាយស្មើគ្នាអញ្ចឹងរង្វង់ដែលយើងគូសគឺវាកាត់ B ផង A ផងបាទអរគុណ